គ្រឿងសណ្តែកគួរអញ្ចេះអ្នកដែលចូលចិត្តហឹរដឹងតែត្រូវប៉ក់ហ្មងតោះអញ្ចឹងទៅមើលវិធីធ្វើទាំងអស់គ្នាសណ្តែកគួរហាន់ជាកំណាប់ខ្លីៗប៉ុណ្ណឹងរីឯសាច់ជ្រូកយើងហាន់បែបស្ដើងអញ្ចឹងបានឆាឆាប់ចូលជាតិឆ្ងាញ់ហ្មងរីឯស្លឹកម្រះព្រៅដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហ្មងរីឯគ្រឿងបុករបស់យើងវិញមានខ្ទឹមម្ទេសកុលាក្រៃស្លឹកក្រូចសើចរមៀតជាមួយនឹងរំដេងបុកវាចូលគ្នាឲ្យម៉ត់អញ្ចឹងមកតែក្តៅចាក់ប្រេងចូលចាក់គ្រឿងដែលយើងបុកមិញហ្នឹងចូលឆាឲ្យឈ្ងុយចាំយើងចាក់សាច់ជ្រូកចូលឆាម្លីងជាមួយគ្នាឲ្យឈ្ងុយមើលតាសាច់ជ្រូកយើងរៀងក្រហមបន្តិចអញ្ចឹងដាក់ទឹកប្រេងខ្យងទឹកត្រីអំបិលស្ករសជាមួយនឹងម្សៅស៊ុបឯសណ្តែកដីយើងជ្រុំវាឲ្យរាងម៉ត់អញ្ចឹងមកចាក់ចូលកូរឲ្យសព្វតែយើងចាក់សណ្តែកគួរចូលកូរមកត្រឡប់ពីត្រឡប់ទៀតគឺឆ្អិនហើយអ្នកទាំងអស់គ្នាមើលសណ្តែកគួរឆាគ្រឿងយើងគួរចង់ញ៉ាំអស់ជំហានចុងក្រោយគឺយើងដាក់ម្រះព្រៅដែលយើងបានបេះហើយនឹងចូលឆាថម៉ាត្រឡប់ទៀតញ៉ាំបានហើយមើលពណ៌ឆាគ្រឿងសណ្តែកគួរគេមើលគ្រាន់តែឃើញក៏ដឹងតែចុះបាយទៀតហើយ